សំណួររបស់ Healthy Cambodia គាត់សួរថាសំណួរទី1គាត់សួរថាតើមនុស្សប្រភេទណាងាយនឹងកើតជំងឺឬដងបាតតើមានមូលហេតុឬក៏កត្តាអ្វីខ្លះដែលជំរុញឲ្យកើតជំងឺដងបាតវាមានច្រើនវាជាកត្តាបន្តបន្សំទេដូចជាអ្នកធាត់ឡើងគីឡូលើសគីឡូណាអ្នកដែលចូលចិត្តហូបអាហារគោកមិនសូវចូលចិត្តទឹកស្លអីហ្នឹងអ្នកចូលចិត្តអាហារសម្បូរគ្រឿងទេសដូចជាគ្រឿងហិលអ្នកដែលរាកជាប្រចាំអ្នកជំងឺឧស្សាហ៍រាកមូលអ្នកដែលហូបអាហារតិចពេកអ្នកហូបអាហារតិចពេកហ្នឹងភាគច្រើនបងប្អូនស្ត្រីដែលគាត់ខ្លាចលើសគីឡូលើសអីហ្នឹងណាគាត់ហូបអាហារតិចហ្នឹងអាហ្នឹងជាអាចជាមូលហេតុធ្វើឲ្យវាបត់ជើងអត់សូវស្រួលទេអ្នកហូបអាហារមិនសម្បូរកាកសរសៃអ្នកដែលតមបន្លែផ្លែឈើអ្នកដែលចូលចិត្តផឹកស្រាស៊ីសាច់នឹងអត់ស៊ីបាយអត់ហូបទឹកហូបបាយអីហ្នឹងគាត់ហូបតែស៊ីសាច់គាត់ផឹកស្រាស៊ីសាច់ហ្នឹងអ្នកដែលចូលចិត្តអាហារចត់វាមានចំណុចតូចជាច្រើនទៀតតែវាជាកត្តាបន្តបន្សំឯងនៅក្នុងសភៅខ្លះគេសរសេរច្រើនដែលមូលហេតុដែលធ្វើឲ្យកើតជំងឺដងបាតហ្នឹងពួកកត្តាតូចហ្នឹងណាប៉ុន្តែនៅក្នុងសភៅបារាំងគេសង្កត់តែមួយទេគឺគេសង្កត់ទៅលើអ្នកដែលហូបចំណីអាហារទាំងអស់ហ្នឹងឬក៏តាក់ទងជាមួយនឹងអាហារដែលធ្វើឲ្យលាមកយើងនឹងក្តៀនជាពិសេសគឺគេសង្កត់ធ្ងន់ទៅលើអ្នកដែលចូលប្រគុណយូរអ្នកដែលចូលប្រគុណយូរបត់ជើងយូរហ្នឹងណាដូចជាអ្នកខ្លះគាត់ចូលក្នុងបន្ទប់ទឹកហ្នឹងទៅកាន់ទូរស័ព្ទទៅឬក៏កាន់កាសែតតែពីមុនហ្នឹងមិនទាន់មានទូរស័ព្ទហ្នឹងគាត់មានកាសែតមានអីចឹងទៅទស្សនាវដ្តីចឹងទៅណាគាត់ទៅអង្គុយអាននៅក្នុងបន្ទប់ទឹកអ្នកខ្លះចូលដល់កន្លះម៉ោងអីចឹងត្មមហើយដែលគាត់ចេញមកសម្ពាធដែលយើងអង្គុយនៅលើបង្គន់យូរពេកជាពិសេសបង្គន់ដែលអង្គុយចោលហោងការអង្គុយយូរនឹងវាអាចធ្វើឲ្យសម្ពាធសរសៃឈាមបុកទៅក្រោមទៅលើសរសៃឈាមវ៉ែននៅបាតរបស់យើងនឹងវាឲ្យរីកធំម្ដងបន្តិចពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំណាព្រោះអានឹងវាជាកត្តារួមផ្សំហើយក៏ជំងឺហ្នឹងក៏វាមិនកើតលឿនដែរកម្រមានណាកើតលឿននោះយូររាប់ឆ្នាំអញ្ចឹងទៅវាធ្វើឲ្យសម្ពាធសរសៃឈាមវ៉ែនហ្នឹងប៉ោងឡើងចេញមកជាឬដងបាតអញ្ចឹងទៅចំណុចសំខាន់សិភៅបារាំងដែលគេសរសេរហ្នឹងគឺល្អជាងយើងមិនបាច់គិតទៅលើកត្តាផ្សេងខាងលើទេណាយើងគិតទៅលើចំណុចមួយឯកត្តាដែលធ្វើឲ្យកើតជំងឺឬដងបាតហ្នឹងគឺសំខាន់បំផុតគឺលាមកក្តៀនតើលាមកក្តៀនគឺយើងអង្គុយយូរហើយខកចេញណាអង្គុយយូរនៅលើបង្គន់ហ្នឹងដែលធ្វើឲ្យសម្ពាធសរសៃឈាមវ៉ែនហ្នឹងប៉ោងឡើងកើតទៅជាឬដងបាត